បែបនេះបានលើធ្វើការបង្ហាញអ្នកទាំងអស់ពីភាពជួយតែម្ដងដើម្បីយករូបភាពយកមកដាក់នៅក្នុងអបនេះបានយើងចាប់ដើមធ្វើដោយយក background នេះយកមកដាក់ចូលឡើងនេះបានពីចំណាប់តមកទៀតយើងចូលទៅកាន់tool select rectangle នេះតមកយើងចូលទៅកាន់ select យកពាក្យថា subject បាទបន្ទាប់ពីបានធ្វើការ select នៅ subject យើងមើលថាវាស្អាតហើយយើងចុច Ctrl អក្សរ J បន្ទាប់ពីបានហើយយើងចូលទៅកាន់រូបភាពយើងបដូរធួទៅជាមួធួចាប់វាទាញចូលទៅក្នុងប្រអប់នេះហើយយើងធ្វើការព្រិចព្រមទៅតាមចិត្តដែលយើងចង់បានរួចហើយយើងយកម៉ៅខាងស្ដាំយកពាក្យថា select cell បាទ select cell ហើយយើងចុច Ctrl អក្សរ C តមកយើងបិទមើលចុច Ctrl អក្សរ D អញ្ចឹងយើងមកចូលមកកាន់ layer ទី1របស់យើងវិញយើងចូលទៅកាន់ filter រួចចុចកន្លែង finish point ឬក៏យើងអាចចុច Alt Control អក្សរ V អញ្ចឹងកន្លែងនេះគឺជាចំណុចដែលយើងធ្វើការដាក់យើងអាចចុចអក្សរសិតដើម្បីធ្វើការ zoom ហើយចុចអក្សរ T ដើម្បីធ្វើការចុចចំណុចដែលយើងដាក់បាទបន្ទាប់ពីបានដៅចំណុចរួចរាល់ហើយយើងអាចចុច Control ខាងស្ដាំរួចហើយទាញវាចុះទៅក្រោមមកចុចអានេះមួយទៀតចុច Control យើងទាញចុះមករួចហើយយើងអាចធ្វើការ Control អក្សរ V តោះមកយើងធ្វើការទាញរូបដែលយើងចង់បានយកធ្វើការដាក់ទៅលើយើងចង់បានទំហំប៉ុណ្ណារូបរាងបែបណាយើងយកមកវាអូខេបន្ទាប់ពីបានហើយកន្លែងនេះយើងចុចអានឲ្យជាប់ដើម្បីតម្លាក់វាចុះមកក្រោមរូបនេះរួចហើយយើងធ្វើការផ្លាស់ប្ដូរវាយកជារូបទីមកអញ្ចឹងជាការស្រេចអញ្ចឹងយើងឃើញថាវាមានតិចយើងអាចបន្ថែមបាទអូខេអញ្ចឹងជាការស្រេច